បងប្អូនចង់វឹកហាត់ជើងបងប្អូនចង់វឹកហាត់ក្បាលពោះបងប្អូនចង់វឹកហាត់សាច់ដុំទ្រូងឬក៏សាច់ដុំខ្នងបាទឬក៏សាច់ដុំដៃបាទសាច់ដុំធំទាំង5ផ្នែកដែលខ្ញុំបានរៀបរាប់នេះបងប្អូនអាចរើសយកវាមួយណាក៏បានដែរឆ្ងល់ថាខ្ញុំឃើញគេហាត់ជើងមុនថ្ងៃច័ន្ទតមកថ្ងៃអង្គារបានគេហាត់ក្បាលពោះអានឹងជាការពិបាករបស់គេយើងមានការវិភាគរបស់យើងខ្ញុំចង់បងប្អូនទាំងអស់គ្នាបាទរៀបរៀងបាទចងក្រងជាការពិបាករបស់ខ្លួនឯងបែបរបស់ខ្លួនឯងស្របទៅតាមពេលវេលានិងការរស់នៅរបស់ខ្លួនឯងមានរបបអាហារនិងការគេងឲ្យបានត្រឹមត្រូវជារបស់ខ្លួនឯងពីព្រោះរាងកាយរបស់យើងវាខុសគ្នាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងមកឆ្លើយនៅសំណួររបស់បងប្អូនម្នាក់ដែលគាត់បានសួរខ្ញុំទាក់ទងទៅនឹងការចែកអំណែកនៃការវិភាគនៃការវឹកហាត់រាងកាយបាទទាក់ទងទៅនឹងបទពិសោធន៍នេះខ្ញុំធ្លាប់បានចែកអំណែកខ្លះហើយការបែងចែកពេលវេលានៃការវឹកហាត់រាងកាយរបស់មនុស្សយើងម្នាក់គឺវាអាស្រ័យយឹតយោងទៅតាមបាទច្បាប់ទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូនទាំងអស់គ្នាបាទនៅក្នុងពេលបច្ចុប្បន្ននេះមានបងប្អូនយើងជាច្រើនបាទគាត់បានធ្វើការហ្នឹងគឺមិនទៀងទាត់ទេបងប្អូនខ្លះធ្វើការពេលយប់បងប្អូនខ្លះធ្វើការពេលព្រឹកបងប្អូនខ្លះធ្វើការពេលថ្ងៃអញ្ចឹងអាពេលវេលា24ម៉ោងរបស់ពួកយើងធ្វើជុំនេះគឺវាអត់ដូចគ្នាទេអញ្ចឹងខ្ញុំក៏ពិបាកដែរក្នុងការបែងចែកបាទពេលវេលាជាក់លាក់ឬក៏ដាក់ការវិភាគវឹកហាត់ទៅហ្នឹងឲ្យវាសមស្របជាមួយនឹងបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែបើយើងនិយាយជាមូលដ្ឋានគ្រឹះយើងនិយាយជាទូទៅបាទយោងទៅតាមបទពិសោធន៍ដែលរៀមច្បងរបស់យើងគាត់បានចែកម្លេចមកហ្នឹងតាក់ទងទៅនឹងការវឹកហាត់រាងកាយឧទាហរណ៍ថាយើងមានការវិភាគរយៈពេល1សប្តាហ៍នៃការវឹកហាត់រាងកាយបាទថ្ងៃទី1ថ្ងៃច័ន្ទបងប្អូនចង់ហាត់អីបាទបងប្អូនអាចរើសយកបាទការកសាងសាច់ដុំនៃទូរាងកាយរបស់បងប្អូនអរគ្នាធ្វើការវឹកហាត់បងប្អូនចង់វឹកហាត់ជើងបងប្អូនចង់វឹកហាត់ក្បាលពោះបងប្អូនចង់វឹកហាត់សាច់ដុំទ្រូងឬក៏សាច់ដុំខ្នងបាទឬក៏សាច់ដុំដៃបាទសាច់ដុំធំទាំង5ផ្នែកដែលខ្ញុំបានរៀបរាប់នេះបងប្អូនអាចរើសយកវាមួយណាក៏បានដែរបាទមករៀបរៀងវាធ្វើជាការភាគពីច័ន្ទដល់ศุកร์បាទសៅរ៍អាទិត្យយើងអាចសម្រាប់បានបែរថាការវិភាគជាទូទៅហ្មងបាទគឺរៀងច្បងរបស់យើងគាត់ចែកអំណែកមកគឺថាយើងអាចធ្វើការវឹកហាត់រយៈពេល5ថ្ងៃហើយសល់2ថ្ងៃយើងសម្រាប់ញ៉ាំគេងឲ្យបានគ្រប់គ្រាន់ទៅដើម្បីធ្វើការជួសជុលកោសិកាសាច់ដុំនៅក្នុងរាងកាយរបស់ពួកយើងម្នាក់ៗហ្នឹងឲ្យវាបានធូរស្បើយកុំដាក់សម្ពាធសាច់ដុំខ្លាំងពេកអញ្ចឹងយើងមានពេលវឹកហាត់មានពេលសម្រាប់អញ្ចឹង5ថ្ងៃក្នុងមួយសប្តាហ៍គឺជាការវិភាគមួយដែលល្អបំផុតដែលបងប្អូនអាចរើសបានហើយបងប្អូនកុំឆ្ងល់ថាខ្ញុំឃើញគេហាត់ជើងមុនថ្ងៃច័ន្ទតមកថ្ងៃអង្គារបានគេហាត់ក្បាលពោះអានឹងជាការពិបាករបស់គេយើងមានការវិភាគរបស់យើងខ្ញុំចង់បងប្អូនទាំងអស់គ្នាបាទរៀបរៀងបាទចងក្រងជាការពិបាករបស់ខ្លួនឯងបែបរបស់ខ្លួនឯងស្របទៅតាមពេលវេលានិងការរស់នៅរបស់ខ្លួនឯងមានរបបអាហារនិងការគេងឲ្យបានត្រឹមត្រូវជារបស់ខ្លួនឯងពីព្រោះរាងកាយរបស់យើងវាខុសគ្នាបាទអញ្ចឹងនៅពេលរាងកាយរបស់យើងខុសគ្នាការរស់នៅខុសគ្នាច្បាប់ទម្លាប់នៃការវឹកហាត់អីផ្សេងៗគឺសិតតែខុសគ្នាទាំងអស់អញ្ចឹងយើងចែកអំណែកគ្នាបានត្រឹមតែកន្លឹះបាទទូចហើយនឹងតិចតួចបំផុតបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះបានជាការឆ្លើយតបបាទទៅកាន់បងប្អូនប្រុសហើយបើសិនជាមានបាទកំហុសខុសឆ្គងតង់កន្លែងណានៅក្នុងវីដេអូនេះខ្ញុំបាទក៏សូមខន្តីអភ័យទោសហើយខ្ញុំអរគុណមែនទែនសម្រាប់បងប្អូនប្រុសដែលបានផ្ដល់តម្លៃបាទសួរសំណួរនេះមកកាន់ខ្ញុំហើយបើសិនជាបងប្អូនកូនក្មួយទាំងអស់គ្នាបាទមានសំណួរអីទាក់ទងទៅនឹងការវឹកហាត់រាងកាយទាក់ទងទៅនឹងការអានសៀវភៅទាក់ទងទៅនឹងទម្លាប់នៃការរស់នៅប្រចាំថ្ងៃផ្សេងៗហ្នឹងគឺយើងសិតតែអាចចែករំលែកគ្នាបានខ្ញុំនិយាយក្នុងនាមខ្ញុំជាអ្នកធ្លាប់ឆ្លងកាត់បាទនៃការវឹកហាត់រាងកាយធ្លាប់ឆ្លងកាត់នៃការអានធ្លាប់ឆ្លងកាត់នៃការបង្កើតច្បាប់វិន័យបាទជាច្រើននៃការរស់នៅប្រចាំថ្ងៃអញ្ចឹងយើងអាចចែករំលែកគ្នាបានក្នុងនាមជាមនុស្សក្នុងសង្គមដូចគ្នាអញ្ចឹងខ្ញុំមិនមែនជាគ្រូបង្វឹកបាទខ្ញុំមិនមែនជាអ្នកខ្លាំងខ្ញុំមិនមែនជាអ្នកជំនាញមកពីណាទេអ្វីដែលខ្ញុំចែករំលែកទៅគឺយោងទៅតាមបទពិសោធន៍ជាក់ស្ដែងនៃការអនុវត្តនឹងការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំហើយពេលនេះពីខ្ញុំបាទពីសងមែនពួកយើងចាំជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ